នាយឧត្តមសេនីយ៍ខេងសុមិត្តហៅលោកតាភ្នំ100បានឆក់យកបេះដូងរាតាមរយៈសកម្មភាពទាំងអស់នេះឯកឧត្តមនាយឧត្តមសេនីយ៍ខេងសុមិត្តអគ្គស្នងការរងនគរបាលជាតិនិងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី3ទី4និងទី5និងជាមន្ត្រីនគរបាលជាតិជាន់ខ្ពស់មួយរូបដែលទទួលបានការគោរពស្រឡាញ់ខ្លាំងបំផុតពីសំណាក់ប្រជារាស្ត្រនិងមន្ត្រីក្រមអាវ៉ាតដែលតែងតែពោលពាក្យសរសើរមិនដាច់ពីមាត់នៅសកម្មភាពការងារជាពិសេសភាពសាមញ្ញរបស់លោកតែម្ដងជាការពិតណាស់ជានិច្ចកាលគេតែងតែបានឃើញនាយឧត្តមសេនីយ៍ខេងសុមិត្តបង្ហាញខ្លួនក្នុងបេសកកម្មនានាជាមួយនឹងសម្លៀកបំពាក់យ៉ាងសាមញ្ញបំផុតជាពិសេសលោកតែងតែបង្ហាញអំពីទឹកចិត្តសន្តោសប្រណីពោពេញទៅដោយទស្សពិតរាជធម៌ចំពោះប្រជាពលរដ្ឋនិងមន្ត្រីក្រមអាវ៉ាត់របស់លោកជានិច្ចម្យ៉ាងវិញទៀតបើយោងតាមការចែកចាយពីសំណាក់មន្ត្រីក្រមអាវ៉ាត់ក៏ដូចជាប្រជាពលរដ្ឋនៅលើបណ្ដាញសង្គមបានឲ្យឃើញថានាយឧត្តមសេនីយ៍ខេងសុមិត្តតែងតែយកចិត្តទុកដាក់ទៅលើការងារខ្លាំងបំផុតទោះបីជាលោកទៅដល់ទីកន្លែងណាក៏ដោយក៏អាចសម្រេចកិច្ចការងារនោះបានដែរខាងក្រោមនេះគឺជាសកម្មភាពដ៏សាមញ្ញរបស់លោកក្នុងពេលបំពេញការងារដែលធ្វើឲ្យផ្ទុះការសរសើរការគោរពស្រឡាញ់ខ្លាំងបំផុតពីសំណាក់ប្រជាពលរដ្ឋនៅលើគេហទំព័រ Facebook មួយឈ្មោះថាមេតបលីពូលោកបានសរសេររៀបរាប់ថាលោកតាភ្នំ100នាយឧត្តមសេនីយ៍ខេងសុមិត្តគឺជាអគ្គស្នងការរងតែម្នាក់គត់ដែលពាក់ផ្កាយ4នៅពេលសង្គ្រាមវគ្គ1និងវគ្គ2លោកតាគឺជាមេតបធំដែលដឹកនាំកម្លាំងនគរបាលការពារព្រំដែនភូមិភាគទី3ទី4និងទី5ដើម្បីប្រគៀកស្មារជាមួយទាហានប្រយុទ្ធការពារបូរណភាពទឹកដីពីចៅសៀមឈ្លានពានដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃពេលមានសង្គ្រាមពាក្យមួយឃ្លាដែលល្បីហើយលោកតាចូលចិត្តនិយាយគឺអាចៅតាមេតខាំស្មៅទាំងអស់គ្នាវើយអាចៅនិយាយឲ្យស្មោះត្រង់ទៅកូនចៅលោកតាគឺថាស្រឡាញ់លោកតាណាស់ដោយសារភាពសាមញ្ញស្នាមញញឹមការលើកទឹកចិត្តតបរបស់គាត់